គោលបំណងនៃការធ្វើ branding គឺចង់ឲ្យមនុស្សបានស្គាល់និងចងចាំស្លាកយីហោរបស់យើងតើយើងអាចវាស់ភាពជោគជ័យនៃការធ្វើ branding តាមរយៈអ្វីខ្លះដោយប្រយោលយើងតែងតែមើលទៅលើការកើនចំនួននៃការលក់ប៉ុន្តែនៅក្នុងរបាយការណ៍យុទ្ធនាការ brand awareness ដែលយើងធ្វើការផ្សព្វផ្សាយយើងមិនមាន metric តួលេខណាមួយអាចឲ្យយើងដឹងអំពីចំនួនប្រតិបត្តិការលក់ដូចនៅក្នុង sales campaign ទេដូច្នេះហើយយើងតែងតែប្រើ metric 2ដែលកំណត់ចំនួនមនុស្សដែលបានមើលឃើញការផ្សព្វផ្សាយ brand របស់យើងទី1គឺ reach ជាចំនួនគណនីដែលការផ្សព្វផ្សាយរបស់យើងបានទៅដល់ហើយនឹង impression ជាចំនួនដងដែលផ្ទាំងផ្សព្វផ្សាយរបស់យើងបានបង្ហាញនៅលើអេក្រង់ប៉ុន្តែតើមានវិធីណាដែលយើងអាចវាស់ថាតើមានមនុស្សប្រមាណអ្នកដែលនៅចងចាំការផ្សព្វផ្សាយ brand របស់យើងនៅក្នុងវីដេអូនេះខ្ញុំនឹងនិយាយអំពី metric មួយឈ្មោះថា estimated ad recall people estimated ad recall people ជា metric ដែលជួយវាស់ថាតើមានមនុស្សប្រមាណអ្នកដែលអាចចងចាំការផ្សព្វផ្សាយរបស់យើងក្នុងរយៈពេល2ថ្ងៃបន្ទាប់ពីបានឃើញការផ្សព្វផ្សាយប៉ុន្តែនៅក្នុងពេលបច្ចុប្បន្ននេះ estimated ad recall នេះគ្រាន់តែជា metric ដែល Meta ធ្វើការប៉ាន់ស្មានតាមរយៈ algorithm ហើយនឹងគណនារបស់ Meta តែប៉ុណ្ណោះ metric estimated ad recall ជួយឲ្យយើងអាចធ្វើការប្រៀបធៀបយុទ្ធនាការផ្សព្វផ្សាយស្វែងយល់អំពីប្រសិទ្ធភាពនៃការផ្សព្វផ្សាយកាន់តែច្បាស់ជាងអ្វីដែលយើងកំពុងតែតាមដានតាមរយៈ reach ហើយនឹង impression ហើយក៏អាចឲ្យយើងឈានទៅដល់ការ optimize យុទ្ធនាការនិងបង្កើនប្រសិទ្ធភាពផងដែរដើម្បីទាញយកទិន្នន័យហ្នឹងយើងត្រូវទៅ download នៅក្នុង report ad manager ប្រសិនបើបងប្អូនអត់ទាន់ធ្លាប់បង្កើត report ទេបងប្អូនអាចទៅបង្កើត report ជាមុនសិនបន្ទាប់មកចូលទៅក្នុង report ហើយយើងធ្វើការ search metric estimated ad recall lift នៅខាងស្ដាំដៃហើយបងប្អូនអាចធ្វើការ filter report ហ្នឹងថាតើយើងចង់បានរយៈពេលប្រហែល duration បន្ទាប់មកយើងចុចលើ export បន្ទាប់ពីយើងចុចលើ export ហើយ report នឹងអាចចេញជាទម្រង់ CSV ឬក៏ទម្រង់ PDF តាមតែអ្វីដែលបងប្អូនចង់បានហើយប្រសិនបើបងប្អូនមានចម្ងល់ផ្សេងៗទៀតតាក់ទងជាមួយនឹងការបង្កើតយុទ្ធនាការអាច comment នៅក្រោមបានសូមអរគុណបាយបាយ